Ok,ឥឡូវយើង create new project មកសូមបើកវាធំហើយយើងទៅយកវីដេអូមកនៅក្នុង desktop យកនេះនីតិវាតិចអញ្ចឹងខ្ញុំ add to timeline ហើយយើងយកវាជា TikTok មកអូខេអញ្ចឹងយើង scale វាឲ្យធំចឹងមកអញ្ចឹងបន្ទាប់មកយើងអាចដាក់ effect ចូលមកគឺយក effect នេះអញ្ចឹងយើង play សិនមកអូខេយើងត login សិនទើបយើងអាចធ្វើការនេះចូលបានអញ្ចឹងខ្ញុំ login មកអូខេឥឡូវខ្ញុំ login ហើយយើង play បាន姐姐怎么办អូខេឥឡូវយើងចាប់ផ្ដើមបកប្រែអញ្ចឹងយើងឈរលើនឹងដែលអញ្ចឹងអ្នកទាំងគ្នាអាចដាក់ effect ឲ្យថែមទៀតបាននេះស្អាតចិត្តទេឥឡូវខ្ញុំមើល effect សិនឥឡូវយើងមើលសលេងអូអានេះ record ទេច្រឡំចូល record អូខេចានេះ voice effect ឥឡូវយើងមិនបាច់ខ្វល់ពី effect ទេគឺខ្ញុំដាក់វីដេអូមួយទៀតយើងបកបែរសិនមកកុំអានដាក់ឥឡូវយើងចូលមក tool ហើយយក translate video translate មកហើយយើង select យកវីដេអូហ្នឹងតមកយើងយកភាសាអូតូក៏បានដោយសារនេះនិយាយភាសាអង់គ្លេសខ្ញុំយកអង់គ្លេសហើយយើងដាក់សលេងវ៉ាន់ដាចូលអញ្ចឹងសលេងវ៉ាន់ដាគឺសលេងនេះសលេងមួយនេះឬក៏ខកចិត្តនឹងថ្ងៃមួយពួកខ្ញុំសួរគ្នាអញ្ចឹងយើងយកសលេងនឹងចូលគឺប្រើមកហើយយកវ៉ាន់ដាអានេះយើងយកវ៉ាន់ដាមួយទៀតមកអូខេអញ្ចឹងយើងចាប់ផ្ដើម translate មកឥឡូវវា translate រួចរាល់ហើយយើងអូខេមកអញ្ចឹងនៅពេលដែលយើង translate ហើយអាសលេង scene របស់វាក៏នៅដែរអញ្ចឹងយើងចូលទៅ mode វាមកនេះយើង mode លើវីដេអូហ្នឹងមកនៅពេលដែលវា mode គឺវាបិទវីដេអូហ្នឹងដែរនេះវាបិទភ្នែកលើ timeline ហ្នឹងអញ្ចឹងយើងបើកភ្នែកវិញមកហើយវាមានសលេងមួយទៀតនេះយើងបិទអានេះក៏សលេង original របស់វាដែរវាជា background ណាអញ្ចឹងយើងត្រូវ mode អាហ្នឹងមួយទៀតតែអានេះវាលឺតិចតិចទេអញ្ចឹងយើង mode វាមួយទៀតមកហើយអ្នកទាំងនេះអាច play មកវានឹងលឺសលេងបកប្រែហើយអានេះគឺជា
timeline របស់ subtitle អានេះគឺជា timeline របស់ video របស់សលេងដែលបកប្រែអញ្ចឹងយើង play មក នាងគឺជាមនុស្សនាងស្អាតណាស់នាងស្អាតណាស់ អូខេអញ្ចឹងយើងឃើញថាអក្សរនេះវាពណ៌ខ្មៅយើងបដូរ color វាមកយើងយក green ហើយអានេះគឺជា text color អញ្ចឹងអានេះវាអត់ទាន់ឃើញដោយសារវានៅជា text color នៅក្នុងអញ្ចឹងយើងត្រូវបដូរ outline នេះដោយសារតែទំហំរបស់ outline ហ្នឹងយើងយក3វាធំអញ្ចឹងយើងបដូរអាហ្នឹងមកយើងយក green ដូចគ្នាមកវានឹងឃើញអក្សរហ្នឹងទៅជា green ហើយយើង apply មួយមកអូខេឥឡូវខ្ញុំ play ម្ដងទៀតឥឡូវខ្ញុំសុំ zoom មកវាធំមកអូខេចានេះវានៅបញ្ហានេះទីចាំខ្ញុំ update ពេលក្រោយអញ្ចឹងយើង exit វិញសិនយើង play វាខ្ញុំមិនស្វែងរកនាងខ្ញុំមិនត្រូវការអ្នកទេខ្ញុំមិនត្រូវការអ្នកទេខ្ញុំមិនត្រូវអញ្ចឹងអានេះយើងឃើញថាអក្សរនេះវានៅរៀងនេះអក្សររបស់អក្សរភាសាអង់គ្លេសវានៅមានអញ្ចឹងយើងអាចធ្វើការដាក់ blur ឲ្យវាបានអញ្ចឹងអ្នកទាំងគ្នាចូលមកនេះវិញយើង click នៅលើអា timeline នេះបន្ទាប់មកយើងយក blur នេះមកแล้วយើង play វាមកមុខតិចអញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះយើងចុចយក blur វិញមកនេះហើយយើងឃើញនេះយើងបរិយាវាធំមកអូខេអញ្ចឹងវា slow ដោយសារតែខ្ញុំកំពុង record អញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងឬក៏តិចទៀតមកខ្ញុំយកដាក់140មើលអូខេ168ចុងប៉ុណ្ណេះហើយ opacity យើងមិនបាច់យកវាធំពេកទេយើងយកវាតិចបានហើយដើម្បីកុំឲ្យវាលុបអក្សរបាត់ពេកអញ្ចឹងអ្នកទាំងអាចអុសមកអូខេខ្ញុំច្រឡំយកប្រាស់មិន blur ទេអានេះបាន blur ខ្ញុំច្រឡំធូរអូខេអញ្ចឹងយក blur វិញហើយអានេះ opacity យើងបន្ថយដដែលចឹងនៅនេះអស់មកនេះឃើញវា blur ប៉ុន្តែវាតិចពេកចឹងយើងដាក់ឲ្យធំវិញមើលយើងអស់ control set សិនឬនៅនេះអស់ថែមទៅក៏បានដែរចឹងខ្ញុំអស់វាម្ដងទៀតនេះឃើញ blur អត់អញ្ចឹងអ្នកនរឃើញ blur នេះវាខ្លាំងពេកយើងអាចបន្ថយមាននេះយើងអាចបន្ថយ opacity នៅឡើយនេះថយ blur នឹងតិចមកនេះគិតថាប៉ុណ្ណឹងមកឬក៏ឲ្យអស់ដូចមិញមកបានដែរយើង play ម្ដងទៀតមកនាងស្អាតណាស់នាងស្អាតណាស់អញ្ចឹងនៅពេលដែលយើងអស់ blur ហ្នឹងយើងត្រូវដឹងថាយើងកំពុងតែឈរនៅលើ timeline មួយណាខ្ញុំបើកឲ្យ full screen សិនអូខេអញ្ចឹងខ្ញុំឈរនៅលើអា timeline video scene នេះឥឡូវខ្ញុំសូមបង្ហាញមួយទៀតការដាក់ mask របស់ ellipse ឬក៏ mask circle យើងដាក់ជា video មួយនៅនេះណាអញ្ចឹងយើងចូលទៅ add video មួយទៀតចូលមកឬក៏ add ជារូបភាពក៏បានដែរខ្ញុំសូមយកវីដេអូនេះចុះតែវីដេអូនេះតិចជាងទៀតណាអូខេអញ្ចឹងសូមយកវីដេអូហ្នឹងមកអត់អីអញ្ចឹងយើង add វីដេអូហ្នឹងចូលមកក្នុង timeline ថ្មីមកដាក់ timeline ណាក៏បានដែរឬក៏យើង add new timeline មកនេះអ្នកគ្នាមើលវីដេអូនេះ add video track មកអញ្ចឹងខ្ញុំដាក់វាលើវីដេអូនេះខ្ញុំចុចថយចាំមក add to timeline មកនេះអូខេនេះវីដេអូនេះអញ្ចឹងយើងឃើញវីដេអូនេះវានៅមុខឥឡូវខ្ញុំចាប់ផ្ដើមដាក់ mask នៅវីដេអូហ្នឹងដើម្បីឲ្យវីដេអូហ្នឹងយកមកនៅក្រោមនេះយើងធ្វើជាដូចយើង review
chẳng nhưng ai scale sân của bạn rồi có đạm mà hơi chăm scale tới của bạn này dương ai scale lại tôi chết hơi dương tiền vì mà đã ti tăng là dương trong ban hỏi hơi của bạn rồi là thành niên trong đạm mà sân của bạn là lớn nhưng đạm mà sân dương ai cho lơ timeline nâng máu hay dương ai cho một cái lại apply thì bạn dương vô cái lại nhớ anh ấy vì miền voi ở phật miền ấy chẳng dương rơ mơ layer mà dương select lên nâng máu hơi dương vô circle nè hơi nhón rồi này thì ai mà này các bạn này nè miền ellipse miền circle miền mà trong như mở sân yes delete to mà ok nó không mấy vì ở miền tại nó Windows miền nè đưa chia mà rectangle polygon ellipse bạn mà môi trong vì miền mà mẹp dương cung bán á là xong phải hai ta cái lại Nissan chống bắt to pi dương đã mà hơi vi hơi nè dương ai invert chạy ba này nè cứ nhớ miền này tha viên ấu bên hàng mình từ có dương độ invert ninh máu hay nó này tia nhồi tôi máu hơi dương scale về tút hơi dương đã ti tăng na để dương chọn đạm máu của thôi ta dương đã về phần này thì gọi tôi tiết tiết của bạn đấy chân nhầm vô phần này máu hơi chắc là nếu dương bật lên vì máu của mọi việc lư máu cho nên bây dương bật lấy cứ việc bật này như đây cho những bạn này vì một mình ai chạm bị anh ông sray tam nhiên ok chiêu mình nộp như là na cột lọ lên nó lứ tí chân bà sẽ lên nó lứ dương ai bóng bay sẽ lên tranh pivito của bạn này lên ít và thôi niếng sạch nè niếng sạch nè niếng sạch nè khi mình xoay đột nhiên khi mình tới ca nhà tiền chẳng cái lại ní bờ cạn này sẽ lên nó lư nè tao này ai bóng bay sẽ lên tranh pivito nâng các bạn này tao dương right click lưu vía nè miền một cho các bạn ai chạm bị anh rồi một đợt tới tí nè tao này ai bay sẽ lên tranh mưa sân honey bóng bay chẳng dương bật thôi cho mà của function mood vì ở toàn đã tại là Windows đôi chị ta là make việc khó khăn nhé chạm bị anh cô này thông lại ai chạm bị anh thế đã tiện và vốn ai chạm bị anh nhưng bài tranh sân hơi dương bài sẽ lên trên video sân hơi dương từ lục sẽ lên như tranh chẳng nhầm delete này tranh mình delete clip
ហើយយើង play ម្ដងទៀតមើល បងស្រី ចឹងតយើងបែកបានវាចាញ់យើង mode វាអត់បាន បងស្រី អូខេឥឡូវយើងបានវីដេអូហ្នឹងហើយបន្ទាប់មកអ្នកទាំងនេះអាចធ្វើការ render ឬក៏ចង់ត្រឡប់វីដេអូនេះឆ្វេងស្ដាំក៏បានដែរនេះនៅលើនេះវីដេអូ scene នេះយើងអាច flip វាបាននេះឃើញអត់ចឹងនេះអាច flip ចេញមក បងស្រី ឬក៏យើងមិនបាច់ flip ក៏បានដែរអូខេអញ្ចឹងយើងឃើញថាអានេះវាអត់ទាន់បិទម៉ាស់ហើយនេះឃើញអត់អញ្ចឹងម៉ាស់នេះវាអត់បិទទាំងអស់ទេតើយើងទាញ timeline ម៉ាស់វានេះនេះគឺជាម៉ាស់ដែលយើងបានគូសមិញច្រឡំម៉ាស់blur ដែលយើងបានគូមិញអញ្ចឹងយើងឈរលើនឹងមកយើងទាញវាឲ្យដល់ចុងពីដើមដល់ចុងមកនេះប៉ុណ្ណេះមកហើយយើងទាញម៉ាស់ហ្នឹងឲ្យពេញមកទាញ blur ហ្នឹងឲ្យពេញមកអញ្ចឹងវានឹង blur រហូតហើយស្រី អូខេឥឡូវយើងបានធ្វើរួចរាល់ហើយអ្នកនេះអាចធ្វើការ export វាចេញបានយើងចូលមក export វីដេអូមកអញ្ចឹងខ្ញុំដាក់ឈ្មោះវាថា KO 1 export ទៅមកអញ្ចឹងវា export ទៅណាខ្ញុំដាក់ export វាមកក្រៅមកលើ desktop ខ្ញុំដាក់ចូលក្នុង KO2 output ដដែលមក open អញ្ចឹងនៅក្នុង desktop KO2 output អត់ទាន់មានអីទេឥឡូវយើងចាប់ផ្ដើមclick export មកអញ្ចឹងវាចាប់ផ្ដើម render វីដេអូនឹងចេញអីទាំងអស់នេះវាមាន 2000 frame ជាង 2136 frame ចានេះវា preview ហើយថាវាកំពុងតែ export បានប៉ុណ្ណាចឹងការ render នេះវាលឿនយឺតអាស្រ័យលើកុំព្យូទ័ររបស់អ្នកទាំងគ្នាទេចឹងវាពង render នេះ file ដែលវា render ខ្ញុំមើលសិនជាងវាអត់ទាន់មានទំហំទេតើវា render ចប់បានវា load ថាមានទំហំប្រមាណ
គេចឹងយើងចាំបន្តិចតំបាន 30% ជាងទេដោយសារតែខ្ញុំដាក់វីដេអូនៅលើនេះចឹងវារៀងច្រើនហើយដាក់ effect នេះទៀតបើយើងគ្រាន់តែបកប្រែគឺវា render លឿនជាងនឹងហើយតើតើនឹង app នេះគឺអ្នកទាំងគ្នាអាចទៅធ្វើការ download ចេញពី group Telegram របស់ខ្ញុំបានទាំង Mac បានទាំង Windows ទៅយើងមាន version សម្រាប់ Mac ហើយនិងសម្រាប់ Windows ហើយការប្រើប្រាស់គឺដូចគ្នាទេគេចឹងវានៅប្រហែលជា3នាទីទៀតនេះគឺរយៈពេលដែលនៅសល់
អូខេអញ្ចឹងវា render រួចរាល់ហើយខ្ញុំអាចទៅ open folder ហ្នឹងមកនេះអញ្ចឹងយើងអាច play វីដេអូនឹងមើលបាន បងស្រីតាមមានអ្វីខុសនាងគឺជាមនុស្សនាងស្អាតណាស់ខ្ញុំមិនស្វែងរកនាងខ្ញុំមិនត្រូវការអ្នកទេ អូខេ ខ្ញុំមិនត្រូវការអ្នកទេ អញ្ចឹងតាក់ទងនឹងកន្លែងសលេង clone គឺយើងអាចរើសបានពីសលេងមានន័យថាប្រសិនបើតួអង្គនឹងនិយាយភាសានិយាយជាតួអង្គមនុស្សស្រីយើងអាច select មកនេះត្រង់ចំណុចនេះឥឡូវខ្ញុំចូលទៅម្ដងទៀតនេះអញ្ចឹងយើងរើសវីដេអូដដែលមកហើយបន្ទាប់មកភាសាវីដេអូ original យើងអាចយក auto detect ក៏បានឬក៏អង់គ្លេសឬក៏ចិនមកអញ្ចឹងឧទាហរណ៍យើងយក auto detect ហើយនេះយើងអាច enable សលេងបានអានេះតាក់ទងនឹងសលេងប្រុសអញ្ចឹងបើសិនតើតួអង្គនិយាយនៅនីតិណាគឺតួអង្គនៅប្រុសនិយាយយើង select មកវីដេអូហ្នឹង reference សម្រាប់យើង clone ហ្នឹងយើងយកសលេងប្រុសមកហើយយើងអាចសលេងយកសលេងតួអង្គស្រីមកក៏បានដែរអញ្ចឹងបើសិនបើមានប្រុសមានស្រីអូខេអញ្ចឹងវីដេអូណែនាំអំពីការប្រើ tool របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអាច download ហើយយកទៅ test ប្រើទៅហើយ register free បានអញ្ចឹងខ្ញុំ free សម្រាប់តែ100អ្នកដំបូងទេ